ជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាចំណុចដ៏គ្រោះថ្នាក់មួយដែលបងប្អូនទាំងអស់គ្នាអត់បានចាប់អារម្មណ៍ណាជាពិសេសគឺជាបងប្អូនដែលជាអតិថិជនដែលគាត់ប្រើប្រាស់នៅឧបករណ៍អគ្គិសនីប្រើប្រាស់អគ្គិសនីបងប្អូនអត់ដឹងទេថានៅក្នុងការតចរន្តតើគេតចរន្តរបៀបម៉េចនៅក្នុងផ្ទះសម្រាប់មេដែលគាត់ចេះតភ្លើងច្រើននោះវាមិនបញ្ហាទេប៉ុន្តែសម្រាប់បងប្អូនដែលទើបនឹងរៀនថ្មីឬបងប្អូនដែលគាត់តដែលមិនបានចូលសាលារៀនសូមប្រុងប្រយ័ត្នទៅលើចំណុចមួយនេះការតភ្ជាប់ចរន្តបែបនេះអាចធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិតបានដោយសារអីដោយសារតែតួរបស់ឧបករណ៍អេឡិចត្រូនិកឬឧបករណ៍ប្រើប្រាស់របស់យើងនឹងគឺឆ្លងតួជាមួយនឹងភ្លើងនឹងតែម្ដងដោយសារតែការភ្ជាប់ប៉ូលភ្លើងនឹងខុសពីលក្ខណៈបច្ចេកទេសបងប្អូននៅលើឧបករណ៍ប្រើប្រាស់របស់យើងគឺមានដោយដោតហ្នឹងគឺមានជើង3ណាអញ្ចឹងព្រីភ្លើងដែលមានជើង3គួរតែការតហ្នឹងគឺត្រូវប្រុងប្រយ័ត្នបាទវាមានជើងម៉ាស់តួវាមានជើងភ្លើងនិងជើងម៉ាស់អញ្ចឹងការតត្រូវប្រយ័ត្នដោយរូបភាពដែលខ្ញុំបានបង្ហាញនេះគឺជាការតដែលខុសលក្ខណៈបច្ចេកទេសអញ្ចឹងធ្វើឲ្យឆ្លងចរន្តសម្រាប់បងប្អូនដែលមានព្រីភ្លើងមានរុន3បងប្អូនគួរតែមានប៊ិចភ្លើងមួយគ្រាន់តែដើម្បីចង់ដឹងថាតើរុននីមួយនោះមានភ្លើងឬក៏មិនមានភ្លើងពិតប្រាកដការសំទោសផងដែរបើសិនជាការរ៉ាយរ៉ាប់របស់ខ្ញុំនឹងធ្វើឲ្យមានការប៉ះពាល់ដល់បងប្អូនមួយចំនួនបាទសូមអរគុណជំរាបសួរបងប្អូនទាំងអស់គ្នានេះគឺជាចំណុចដ៏គ្រោះថ្នាក់មួយដែលបងប្អូនទាំងអស់គ្នាអត់បានចាប់អារម្មណ៍ណាជាពិសេសគឺជាបងប្អូនដែលជាអតិថិជនដែលគាត់ប្រើប្រាស់នៅឧបករណ៍អគ្គិសនីប្រើប្រាស់អគ្គិសនីបងប្អូនអត់ដឹងទេថានៅក្នុងការតចរន្តតើគេតចរន្តរបៀបម៉េចនៅក្នុងផ្ទះសម្រាប់មេដែលគាត់ចេះតភ្លើងច្រើននោះវាមិនបញ្ហាទេប៉ុន្តែសម្រាប់បងប្អូនដែលទើបនឹងរៀនថ្មីឬបងប្អូនដែលគាត់តដែលមិនបានចូលសាលារៀនសូមប្រុងប្រយ័ត្នទៅលើចំណុចមួយនេះការតភ្ជាប់ចរន្តបែបនេះអាចធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិតបានដោយសារអីដោយសារតែតួរបស់ឧបករណ៍អេឡិចត្រូនិកឬឧបករណ៍ប្រើប្រាស់របស់យើងនឹងគឺឆ្លងតួជាមួយនឹងភ្លើងនឹងតែម្ដងដោយសារតែការភ្ជាប់ប៉ូលភ្លើងនឹងខុសពីលក្ខណៈបច្ចេកទេសបងប្អូននៅលើឧបករណ៍ប្រើប្រាស់របស់យើងគឺមានដោយដោតហ្នឹងគឺមានជើង3ណាអញ្ចឹងព្រីភ្លើងដែលមានជើង3គួរតែការតហ្នឹងគឺត្រូវប្រុងប្រយ័ត្នបាទវាមានជើងម៉ាស់តួវាមានជើងភ្លើងនិងជើងម៉ាស់អញ្ចឹងការតត្រូវប្រយ័ត្នដោយរូបភាពដែលខ្ញុំបានបង្ហាញនេះគឺជាការតដែលខុសលក្ខណៈបច្ចេកទេសអញ្ចឹងធ្វើឲ្យឆ្លងចរន្តសម្រាប់បងប្អូនដែលមានព្រីភ្លើងមានរុន3បងប្អូនគួរតែមានប៊ិចភ្លើងមួយគ្រាន់តែដើម្បីចង់ដឹងថាតើរុននីមួយនោះមានភ្លើងឬក៏មិនមានភ្លើងពិតប្រាកដការ